បន្តមកទៀតព្រះករណាជាអំចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះមេត្តាស្ដេចយាងប្រោសព្រះរាជទានព្រះរាជាអំណោយជានិមិត្តរូបជូនដូនជីតាជីពីររូបប្រជារាស្ត្រគឺពលរដ្ឋគំរូក្នុងការប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិកពីររូបគ្រូបង្រៀនពីររូបគ្រូពេទ្យពីររូបសិស្សានុសិស្សពីររូបយុវជនសសយកពីររូបយុវជនកាកបាទក្រហមពីររូបនិងយុវជនកាយរិទ្ធកម្ពុជាចំនួន2រូបជាមួយនឹងព្រះរាជពិធីដ៏មហោឡារិកនាឱកាសនេះគឺព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចសពព្រះរាជហឫទ័យនឹងយាងតូតនៅស្តង់ពិព័រណ៍ក្រសួងបរិស្ថានស្តង់ពិព័រណ៍ភាពបៃតងស្តង់ពិព័រណ៍ជេរភាពនិងស្តង់ពិព័រណ៍ភាពស្អាតនៅក្នុងឱកាសនេះដែលដង្ហែដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមម្ដំប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហារដ្ឋសភាធិការធិបតីក៏ដូចជាសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតព្រមទាំងសម្ដេចឯកឧត្តមជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក៏ដូចជាអង្គព្រះរាជពិធីទាំងមូលនេះផងដែរនឹងសូមថ្វាយព្រះពរជ័យសិរីមង្គលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមមានព្រះជន្មាយុយឺនយូរអង្គព្រះរាជពិធីទាំងមូលជាទីគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងឱកាសនេះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងតូតនៅស្តង់ពិព័រណ៍ហើយបន្ទាប់មកទៀតគឺព្រះរាជដំណើរយាងនិវត្តន៍ដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងនាពេលនោះគឺសម្ដេចឯកឧត្តមជាឥស្សរជនថ្នាក់ដឹកនាំកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជានឹងបានក្រាបថ្វាយបង្គំលាជាមួយគ្នានេះផងដែរ